1979 Azusa California នៅទីនេះយើងជួបក្មេងប្រុសជំទង់ម្នាក់ឈ្មោះ Rocky Dennis Rocky មានជំងឺកម្រនិងធ្ងន់ធ្ងរដែលហៅថា Craniodiaphyseal dysplasia ជំងឺនេះធ្វើឲ្យមុខរបស់គាត់មានរាងខុសប្រក្រតីហើយអ្នកដទៃជាច្រើនគិតថាគាត់ពាក់ម៉ាស់ប៉ុន្តែទោះបីជាមានជំងឺក៏ដោយ Rocky ជាក្មេងប្រុសជំទង់ឆ្លាតវៃនិងធម្មតាគាត់ចូលចិត្តប្រមូលកាត baseball និងសន្សំលុយដើម្បីធ្វើដំណើរដោយម៉ូតូទៅអឺរ៉ុបជាមួយមិត្តល្អរបស់គាត់ឈ្មោះ Ben កម្លាំងចិត្តរបស់ Rocky បានមកពីម្ដាយរបស់គាត់ដែលក្លាហាននិងស្មោះត្រង់ឈ្មោះ Rusty និងសមាជិកម៉ូតូក្រុម Turk ដែលចិត្តល្អប៉ុន្តែរឹងរូស Rusty ធ្វើគ្រប់យ៉ាងដើម្បីការពារកូនប្រុសរបស់នាងពីការរើនអើង Rusty មកដល់ដូចជាម្ដាយសិង្ហឹមដែលជិះម៉ូតូនាងមិនមកដើម្បីចរចាទេនាងមកដើម្បីបំផ្លាញភាពលំអៀងថ្ងៃនេះពួកគេទៅសាលា North Avenue Junior High School ដើម្បីចុះឈ្មោះ Rocky ប៉ុន្តែនាយកសាលាមានការភ្ញាក់ផ្អើលដោយរូបរាងរបស់ Rocky Rusty មិនចំណាយពេលយូរទេនាងស្ដីបន្ទោសនាយកសាលាដោយផ្ទាល់ចំពោះការធ្វើឲ្យការចុះឈ្មោះកូនប្រុសរបស់នាងពិបាកនាងបង្ហាញបានពិន្ទុរបស់ Rocky ដែលបញ្ជាក់ថាគាត់ស្ថិតក្នុងចំណោមសិស្សឆ្នើមទាំង5នាក់នាងបដិសេធការស្នើរបស់នាយកសាលាឲ្យបញ្ជូន Rocky ទៅសាលាសម្រាប់កុមារពិការផ្ទុយទៅវិញនាងទាមទារឲ្យគាត់ទទួលបានការអប់រំដូចអ្នកដទៃនាយកសាលានេះពិតជាបាននិយាយថាចូលយើងលាក់បាំងកុមារឆ្លាតសូមអ្នកស្រីទទួលការបរាជ័យរបស់អ្នកនាយកសាលាមិនអាចនិយាយអ្វីបានមិនដឹងថាត្រូវឆ្លើយតបយ៉ាងណា Rocky នៅតែស្ងប់ស្ងៀមអរគុណលោកនិងនិយាយថាគាត់រំភើបក្នុងការរៀនសូត្រក្រោយមក Rocky ទៅពិនិត្យសុខភាពជាទៀងទាត់វេជ្ជព្យាបាលវាស់ក្បាលរបស់គាត់ដែលពួកគេធ្វើជាញឹកញាប់ពួកគេចូលចិត្តបុគ្គលិកលក្ខណៈរីករាយរបស់ Rocky ប៉ុន្តែថ្ងៃនេះមានវេជ្ជព្យាបាលថ្មីម្នាក់ទទួលបន្ទុកចាប់ពិនិត្យគាត់មានការភ្ញាក់ផ្អើលដោយរបៀបដែលមនុស្សគ្រប់គ្នាចាត់ទុកស្ថានភាពរបស់ Rocky ជារឿងធម្មតាគាត់ប្រមូលព័ត៌មានដែលត្រូវការទាំងអស់និងសុំនិយាយជាមួយម្ដាយរបស់ Rocky គាត់ឃើញនាងកំពុងតែគេងក្នុងបន្ទប់រងចាំនាងពិតជាកំពុងតែគេងក្នុងការប្រឆាំងគួរឲ្យគោរពវេជ្ជព្យាបាលប្រាប់ Rusty ថាដោយសារស្ថានភាព Rocky និងអាយុកាលរំពឹងទុកមានកម្រិតពួកគេមិនអាចធ្វើអ្វីបានច្រើនជាមួយនឹងការវះកាត់ទេ Rusty ងក់មុខនាងដឹងរួចហើយថាអ្វីដែលត្រូវរំពឹងទុកនិងអ្វីដែលអាចប្រជួបបានឬក៏មិនអាចប្រជួបបាននាងជឿជាក់យ៉ាងមុំមុតថា Rocky មានភ្លឺជីវិតផ្ទាល់ខ្លួនរបស់គាត់និងវេជ្ជព្យាបាលមិនដឹងគ្រប់យ៉ាងទេនាងជជែកជាមួយនឹងវេជ្ជព្យាបាលម្នាក់ដែលនិយាយថា Rocky មានពេលវេលានៅសល់តែ3ទៅ6ខែទៀតប៉ុណ្ណោះ Rocky បែរដូចជានិយាយថាមើលខ្ញុំរស់លើងច្រើនជាងនេះដើម្បីសងសឹកទៅលើអ្នកឯងវិញនៅចុងសប្តាហ៍មុនពេលចាប់ផ្ដើមសាលារៀន Rusty នាំ Rocky ទៅពិធីជប់លៀងរបស់ក្រុម Turks នៅទីនោះ Rocky ត្រូវបានស្វាគមន៍យ៉ាងរីករាយជាផ្នែកមួយនៃក្រុមគាត់ជួប Ben ហើយដោយធម្មតាពួកគេនិយាយគ្នាអំពីម៉ូតូក្តីសុបិនធ្វើដំណើរនិង sticker baseball ក្នុងពេលជាមួយគ្នាយើងឃើញ Rusty ជាមួយបុរសម្នាក់នាងកំពុងទិញឬប្រើគ្រឿងញៀនទោះបីជា Rusty ធ្វើពុតជារឹងមាំក៏ដោយក៏នាងប្រឈមមុខនឹងភាពក្រៀមក្រំនាងប្រើគ្រឿងញៀននិងដេកជាមួយបុរសជាច្រើនដើម្បីដោះស្រាយការឈឺចាប់របស់នាងបុរសម្នាក់ពីអតីតកាលរបស់នាងបានមកដល់ព្រឹត្តិការណ៍ Rocky និង Ben រត់ទៅរកគាត់គឺជាមនុស្សដែលអស្ចារ្យបំផុតចំពោះពួកគេឈ្មោះរបស់គាត់គឺ Gar Rusty មិនអាចឈប់សម្លឹងមើលគាត់បានទេការត្រឡប់មកវិញរបស់គាត់គឺជារឿងដែលមិនបានរំពឹងទុកគាត់ធ្លាប់ជាសង្សាររបស់នាងអូមិនបានការហើយគឺជាអតីតសង្សារដែលមានធម៌ពលដោយតួឯកសំខាន់រឿងនេះនឹងចាប់ផ្ដើមច្របូកច្របល់ហើយទោះបីជាមានប្រវត្តិរបៀងពួកគេក៏ដោយក៏វាបានបញ្ចប់ហើយឡើយនេះគាត់ក៏បានកត់សម្គាល់នាងដែរប៉ុន្តែមិនព្យាយាមរំខានទំនាក់ទំនងបច្ចុប្បន្នរបស់នាងយប់នោះ Rocky មកដល់ផ្ទះយឺតគាត់ឃើញម្ដាយរបស់គាត់កំពុងប្រើគ្រឿងញៀនជាមួយសង្សាររបស់នាងគាត់ដើរស្ងាត់ទៅបន្ទប់របស់គាត់ហើយបិទ sticker ថ្មីនៅលើជញ្ជាំងគាត់ចូលគេងពេលព្រលប់ក្រោយមកនៅយប់នោះនៅពេលឥទ្ធិពលគ្រឿងញៀនរលីបាត់ Rusty ចូលមកបន្ទប់របស់គាត់ហើយដេកក្បែរគាត់នាងអោបថ្នមនឹងថើមគាត់ដែលបង្ហាញពីក្តីស្រឡាញ់របស់នាងទោះបីជាមានការលំបាកក៏ដោយល្អណាស់វាធ្វើឲ្យខ្ញុំចាប់អារម្មណ៍បន្តិចនាងវង្វេងប៉ុន្តែនាងស្រឡាញ់គាត់ការអោបនោះវាមានអារម្មណ៍ផ្សេងព្រឹកឋានថាត់ Rusty ភ្ញាក់ឡើងហើយចាប់ផ្ដើមជុកបារីខណៈពេលធ្វើអាហារព្រឹក Rocky ដើរចូលមកភ័យព្រួយអំពីថ្ងៃដំបូងរបស់គាត់នៅសាលាគាត់ព្រួយបារម្ភថាក្មេងៗនឹងបដិសេធគាត់ដោយសារតែរូបរាងរបស់គាត់ Rusty ប្រាប់គាត់ថាគាត់ស្អាតនៅខាងក្នុងនៅសាលាក្មេងប្រុស2នាក់នៃត្រង់ចិនលក់ពើជោរមិនចង់និយាយជាមួយគាត់ទេសិស្សទាំងអស់សម្លឹងប៉ុន្តែ Rocky ដើរតែម្នាក់ឯងនៅក្នុងថ្នាក់គ្រូងក់ក្បាលដើម្បីស្វាគមន៍គាត់ហើយគាត់រកកន្លែងអង្គុយបន្ទាប់មកគ្រូណែនាំសិស្សថ្មី2នាក់ក្មេងស្រីម្នាក់និង Rocky គ្រប់គ្នានិយាយសួស្ដីទៅក្មេងស្រីប៉ុន្តែនៅពេលដល់វេន Rocky វាច្បាស់ណាស់ថាពួកគេគិតថាគាត់ចម្លែករួចទៅហើយវ៉ាវក្មេងៗពិតជាខូខើណាស់វាហាក់ដូចជាភាពយន្ត Mean Girls នៅសាលាមធ្យមសិក្សា
នៅពេលអាហារថ្ងៃត្រង់ក្មេងចិត្តអាក្រក់ខ្លះសើចនិងខ្សឹបខ្សៀវអំពីគាត់ប៉ុន្តែរ៉ូគីឆ្លាតវៃនិងមានទំនុកចិត្តគាត់ដឹងពីរបៀបដោះស្រាយស្ថានភាពទាំងនេះដោយប្រាជ្ញាក្រោយមកនៅទូរបស់គាត់រ៉ូគីជួយសិស្សម្នាក់ទៀតដែលភ្លេចនៅលេខកូដទូរ៉ូគីចាំវាពីព្រោះគាត់បានឮវាមិនមកសិស្សនោះមានការភ្ញាក់ផ្អើលដោយការចងចាំច្បាស់លាស់របស់រ៉ូគីហើយចាប់ផ្ដើមចូលចិត្តគាត់នៅផ្ទះវិញមានពិធីជប់លៀងជាមួយអ្នកជិះម៉ូតូពីក្រុមហ្គាក៏ប្រកួតទីភឿងក៏ដែររ៉ាស្ទីកំពុងប្រើគ្រឿងញៀនម្ដងទៀតនៅក្នុងពេលតែមួយផងដែររ៉ូគីឡើងទៅជន់លឿជាមួយបែនដើម្បីរៀបចំផែនការធ្វើដំណើរទៅអឺរ៉ុបនៅអនាគតក្តីសុបិនរបស់ពួកគេធំណាស់រ៉ាស្ទីឃើញហ្គាដែលគាត់កំពុងនៅជាមួយស្ត្រីម្នាក់ទៀតនាងច្បាស់ជាចង់បានការយកចិត្តទុកដាក់របស់ហ្គាប៉ុន្តែហ្គាដើរចេញជាមួយគូដំណឹងរបស់គាត់ទោះបីជារ៉ាស្ទីក៏នៅតែមើលតាមគាត់ដែរបងស្រីភ្នែកពីរដងបើសុនជាមានការជំនួយក្រសែភ្នែកនោះមានន័យថាធុរៈមិនទាន់បានបញ្ចប់ទេច្បាក់ណាស់ថ្ងៃបន្ទាប់នៅសាលារៀនគ្រូសួរថាតើមាននរណាម្នាក់ដឹងអ្វីខ្លះអំពីសង្គ្រាមត្រួយគ្មាននរណាម្នាក់លើកដៃឡើងត្រៃពីរ៉ូគីគាត់ឈរឡើងហើយបញ្យល់រឿងសេះត្រួយតាមរបៀបគួរឲ្យសើចនិងច្នៃប្រឌិតមិត្តរួមថ្នាក់របស់គាត់មានការចាប់អារម្មណ៍ដោយភាពគួរឲ្យស្រឡាញ់សម្ដីកំប្លែងនិងភាពឆ្លាតវៃរបស់គាត់សិស្សដែលរ៉ូគីក្លឹបជួយពីមុនឥឡូវសូមឲ្យគាត់ជួយបង្រៀនបន្ថែមរ៉ូគីយកព្រមជួយដោយយក$6ពួកគេធ្វើកិច្ចព្រមព្រៀងគ្នាបរិបទរបស់យើងចាប់ផ្ដើមអាណាចក្របង្រៀនគូរបស់គាត់ហើយត្រូវរកលុយដើម្បីទៅអឺរ៉ុបតាមរបៀបណាមួយជីទម្លាប់រ៉ូគីដ៏ឆ្លាតវៃនៅល្ងាចនោះរ៉ាស្ទីមកដល់ផ្ទះយឺតនាងហាក់ដូចជាមិនសូវយកចិត្តទុកដាក់រ៉ូគីព្យាយាមអានកំណាព្យដែលគាត់បានសរសេរឲ្យនាងស្ដាប់ប៉ុន្តែនាងមិនយកចិត្តទុកដាក់គាត់សុំឲ្យនាងនៅផ្ទះប៉ុន្តែនាងមិនខ្វល់នាងស្លៀកពាក់ដើម្បីចេញទៅក្រៅហើយប្រាប់គាត់ឲ្យលាងចានជំនួសឲ្យការរំខាននាងពេលវេលានោះខ្លាចជាការឆ្លុះប្រកែកគ្នានិងរ៉ូគីទីបំផុតក៏ផ្ទុះកំហាំងគាត់គប់ចាននិងកែវដោយកំហាំងគាត់ព្រួយបារម្ភយ៉ាងខ្លាំងអំពីរបៀបរស់នៅប្រកបដោយគ្រោះថ្នាក់របស់ម្ដាយគាត់អង្វរឲ្យនាងស្វែងរកជំនួយដើម្បីការញៀនរបស់នាងប៉ុន្តែជំនួសឲ្យការស្ដាប់នាងចំអកឲ្យគាត់នឹងបង្ហាញគាត់ពីអារម្មណ៍នៅពេលមាននរណាម្នាក់ឈ្លានពានជីវិតឯកជននិងការសម្រេចចិត្តរបស់អ្នកដទៃឥឡូវនេះពួកគេទាំងពីរខាងរ៉ាស្ទីចេញទៅក្រៅរ៉ូគីបិទទ្វារយ៉ាងខ្លាំងគ្មាននរណាម្នាក់សុំទោសទេនេះគឺជាការឈឺចាប់ដែលយើងស្រឡាញ់គ្នាទៅវិញទៅមកប៉ុន្តែមិនដឹងរបៀបជួយគ្នាទៅវិញទៅមកក្រោយមកនៅយប់នោះរ៉ាស្ទីមកដល់ផ្ទះយឺតនាងហាក់ដូចជាមិនសូវយកចិត្តទុកដាក់រ៉ូគីព្យាយាមអានកំណាព្យដែលគាត់បានសរសេរឲ្យនាងស្ដាប់ប៉ុន្តែនាងមិនយកចិត្តទុកដាក់គាត់សុំឲ្យនាងនៅផ្ទះប៉ុន្តែនាងមិនខ្វល់នាងស្លៀកពាក់ដើម្បីចេញទៅក្រៅហើយប្រាប់គាត់ឲ្យលាងចានជំនួសឲ្យការរំខាននាងពេលវេលានោះខ្លាចជាការឆ្លុះប្រកែកគ្នាហើយរ៉ូគីទីបំផុតក៏ផ្ទុះកំហាំងគាត់គប់ចាននិងកែវដោយកំហាំងគាត់ព្រួយបារម្ភយ៉ាងខ្លាំងអំពីរបៀបរស់នៅប្រកបដោយគ្រោះថ្នាក់របស់ម្ដាយគាត់អង្វរឲ្យនាងស្វែងរកជំនួយដើម្បីការញៀនរបស់នាងប៉ុន្តែជំនួសឲ្យការស្ដាប់នាងចំអកឲ្យគាត់នឹងបង្ហាញគាត់ពីអារម្មណ៍នៅពេលមាននរណាម្នាក់ឈ្លានពានជីវិតឯកជននិងការសម្រេចចិត្តរបស់អ្នកដទៃឥឡូវនេះពួកគេទាំងពីរខាងរ៉ាស្ទីចេញទៅក្រៅរ៉ូគីបិទទ្វារយ៉ាងខ្លាំងគ្មាននរណាម្នាក់សុំទោសទេនេះគឺជាការឈឺចាប់ដែលយើងស្រឡាញ់គ្នាទៅវិញទៅមកប៉ុន្តែមិនដឹងរបៀបជួយគ្នាទៅវិញទៅមកក្រោយមកនៅយប់នោះរ៉ាស្ទីមកដល់ផ្ទះជាមួយបុរសម្នាក់ទៀតប៉ុន្តែនាងឮសំឡេងមកពីបន្ទប់រ៉ូគីនាងដើរចូលទៅនិងឃើញគាត់កំពុងកាន់ក្បាលដែលជាក្បាលគាត់ឈឺក្បាលយ៉ាងខ្លាំងនាងលួងលោមគាត់និងពួកគេនិយាយពីរងាប់អារម្មណ៍ជាមួយគ្នាដែលជួយបន្ធូរបន្ថយការឈឺក្បាលរបស់គាត់ថ្ងៃបន្ទាប់រ៉ាស្ទីសុំទោសហើយសន្យាថានឹងកាត់បន្ថយការប្រើគ្រឿងញៀនពួកគេជួទំនាក់ទំនងរបស់ពួកគេមិនយូរមិនទាន់ពួកគេទៅទស្សនាឧទ្យានកំសាន្តក្មេងៗជិះឡានបុកគ្នានិងមានភាពសប្បាយរីករាយក្រុមការក៏ចង្អុលហើយនឹងតែងតែមើលរ៉ាស្ទីក្រោយមកអ្នកលក់គ្រឿងញៀនរបស់រ៉ាស្ទីព្យាយាមផ្ដល់គ្រឿងញៀនមនុស្សឲ្យនាងប៉ុន្តែនាងបដិសេធនាងនិយាយថានាងបានសន្យាទៅនឹងកូនប្រុសរបស់នាងថានាងនឹងឈប់បន្ទាប់មកនាងរត់ឆ្ពោះទៅឡាបេរីនកញ្ចក់ដើម្បីស្វែងរករ៉ូគីបន្ទាប់ពីស្វែងរកនាងជួបហ្គាដោយចៃដន្យគាត់ទីងនាងឲ្យខិតជិតហើយថាប់នាងមិនប្រឆាំងនាងបានសង្ឃឹមថាមានរឿងនេះពេញមួយថ្ងៃក្នុងពេលតែមួយនោះដែររ៉ូគីនិងបែនបានចូលទៅលួចហើយពួកគេភ្ញាក់ផ្អើលដែលអ្វីមិនបានរំពឹងទុកនៅពេលរ៉ាស្ទីចូលមកហើយសួរថាម៉េចបានរកកែគួររ៉ូគីបង្ហាញនាងថារូបភាពដែលអាចមើលទៅយ៉ាងម៉េចប្រសិនបើគាត់គ្មានស្ថានភាពមុខរបស់គាត់រ៉ាស្ទីហូរទឹកភ្នែកខ្ញុំអន់ចិត្តតិចហើយគំនូនោះប៉ះទាល់ដល់អារម្មណ៍ខ្លាំងណាស់ក្រោយមកគ្រប់គ្នាជួបជុំគ្នាជុំវិញភ្លើងច្រៀងនឹងរីករាយរ៉ាស្ទីនិងរ៉ូគីគឺជាតារានៃរាត្រីនោះរ៉ាស្ទីនៅតែលេងសើចជាមួយហ្គាទោះបីជាមានវត្តមានសង្សារចាស់របស់នាងក៏ដោយនៅផ្ទះវិញរ៉ាស្ទីនិងហ្គាចូលផ្ទះយ៉ាងក្លាហានថាបគ្នារ៉ូគីមិននិយាយអ្វីទេហើយលាអ្នកជិះម៉ូតូដទៃទៀតមិនយូរបន្តរ៉ូគីចាប់ផ្ដើមកត់សម្គាល់ក្មេងស្រីសក់ទង់ដែងម្នាក់នៅក្នុងថ្នាក់របស់គាត់ដែលអង្គុយនៅពីមុខគាត់ទោះជាយ៉ាងណាក៏ដោយនាងកំពុងជាមួយបរិសម្នាក់ផ្សេងទៀតហើយមិនឃើញរ៉ូគីមានភាពទាក់ទាញទេនាងសួរគាត់ថាតើគាត់កំពុងក្រុងទៅពិធីព្រមឬឡតហើយគាត់និយាយថាគាត់មិនដឹងទេអូពេលវេលាដែលគិតថាតើខ្ញុំសមនឹងទៅពិធីព្រមដែរឬទេនេះគឺជាភាពយន្តវ័យជំទង់គ្រប់រឿងប៉ុន្តែកាន់តែក្រៀមក្រំជាងបន្ទាប់ពីនាងចាស់ចេញទៅរ៉ូគីត្រូវបានទាក់ទងដោយនាយកសាលាដែលផ្ដល់ឲ្យគាត់នៅកន្លែងមួយក្នុងកម្មវិធីជំរំរដូវក្តៅដែលរៀបចំសម្រាប់ក្មេងពិការភ្នែកដំបូងឡើយ Rocky Stickster និយាយថាម្ដាយរបស់គាត់ត្រូវការគាត់នៅផ្ទះប៉ុន្តែនៅពេលនាយកសាលាទៅទិញគាត់យល់ព្រមពិចារណាសម្រាប់រដូវក្តៅទោះបីជាគាត់មិនប្រកាសថាវាចាំបាច់សម្រាប់គាត់ក៏ដោយនៅផ្ទះ Rocky មានអារម្មណ៍ក្រៀមក្រំនិងស្ទើរតែមិនឆ្លើយតបនឹងមុខនៅពេលគេនិយាយជាមួយគាត់
ទោះជាយ៉ាងណានាងកំពុងជាមួយបរិមម្នាក់ផ្សេងទៀតហើយមិនឃើញរ៉ូគីមានភាពតាក់ទាញទេនាងសួរគាត់ថាតើគាត់កំពុងគ្រោងទៅពិធីព្រមឬអត់ហើយគាត់និយាយថាគាត់មិនដឹងទេអូពេលវេលាដែលគិតថាតើគ្រាមសំនឹងទៅពិធីព្រមដែរឬទេនេះគឺជាភាពយន្តវ័យជំទង់គ្រប់រឿងប៉ុន្តែកាន់តែក្រៀមក្រំជាងបន្ទាប់ពីនាងចាក់ចិនទៅរ៉ូគីត្រូវបានតាក់ទងដោយនាយកសាលាដែលផ្ដល់ឲ្យគាត់នៅកន្លែងមួយក្នុងកម្មវិធីជំរំរដូវក្តៅដែលរៀបចំសម្រាប់ក្មេងពិការភ្នែកដំបូងឡើយ Rocky Stexter និយាយថាម្ដាយរបស់គាត់ត្រូវការគាត់នៅផ្ទះប៉ុន្តែនៅពេលនាយកសាលាទៅទិញគាត់យល់ព្រមពិចារណាសម្រាប់រដូវក្តៅទោះបីជាគាត់មិនប្រកាសថាវាចាំបាច់សម្រាប់គាត់ក៏ដោយនៅផ្ទះ Rocky មានអារម្មណ៍ក្រៀមក្រំនិងស្ទើរតែមិនឆ្លើយតបនឹងមុខនៅពេលគេនិយាយជាមួយគាត់ភ្លាម Rusty សួរគាត់ថាតើនាងនឹងគិតយ៉ាងណាចំពោះគាត់ប្រសិនបើនាងជាក្មេងស្រីវ័យដូចគាត់ Rusty និយាយថានាងនឹងចូលចិត្តគាត់ចំពោះបុគ្គលិកភាពរបស់គាត់ប៉ុន្តែ Rocky មិនជឿនាងទេមិនយូរបន្ត Rocky កាន់តែព្រួយបារម្ភអំពីការមិនអាចតាក់ទងមិត្តស្រីហើយព្រួយបារម្ភរបស់គាត់ប៉ះពាល់ដល់អារម្មណ៍របស់ Rusty នៅពេលនាងទៅបារដើម្បីទិញគ្រឿងញៀននាងជួលស្រីពេទ្យចាស់ម្នាក់ឈ្មោះ Lori ហើយនាំនាងទៅបន្ទប់គេងរបស់ Rocky Lori មានការភ្ញាក់ផ្អើលបន្តិចដោយមុខរបស់ Rocky ប៉ុន្តែមិនយូរក៏ធូរស្បើយហើយសួរគាត់ថាតើគាត់ចង់បានអ្វីពីការជួបគ្នារបស់ពួកគេទោះជាយ៉ាងណា Rocky មានចាប់អារម្មណ៍ច្រើនលើការនិយាយអំពីផែនការធ្វើដំណើរទៅអឺរ៉ុបរបស់គាត់បង្ហាញ Lori នៅផែនដីលើជញ្ជាំងរបស់គាត់ដោយបញ្យល់ថាគាត់នឹង Ben គូសំណាងគ្រប់គោលដៅទាំងអស់នៅលើផែនការធ្វើដំណើរតាមផ្លូវដោយប្រែមជុលបន្ទាប់ពីនិយាយគ្នាពេញយប់អំពីក្តីសុបិននិងមហិច្ឆតា Lori លាគ្នាជាមួយ Rocky ដោយថាបលើធ្ពួលបន្ទាប់មក Rocky ប្រឈមមុខជាមួយម្ដាយរបស់គាត់អំពីការជ្រួចជ្រែងក្នុងជីវិតផ្ទាល់ខ្លួនរបស់ Rocky ទោះជាយ៉ាងណា Rusty មានចេតនាល្អប៉ុន្តែ Rocky មានអារម្មណ៍ប្រមាថដោយអំណាចរបស់ម្ដាយគាត់និងជឿថានាងមិនអាចជួលស្រីពេទ្យចាស់ទេប្រសិនបើនាងពិតជាគិតថាគាត់អាចតាក់ទាញមិត្តស្រីបានដោយខ្លួនឯងគាត់ចាប់ផ្ដើមនឹងការសង្ស័យលើជំនឿរបស់ Rusty អំពីភាពស្អាតនៅខាងក្នុងនិងអារម្មណ៍របស់គាត់កាន់តែងងឹតគាត់កំពុងធ្លាក់ចុះឥឡូវនេះវាមិនមែនអំពីក្មេងស្រីទេវាគឺជារឿងអំពីការគោរពខ្លួនឯងនៅពេលវេលាកន្លងទៅ Rocky ព្រួយបារម្ភអំពីការមិនមានសម្លៀកបំពាក់ល្អដើម្បីទៅពិធីបញ្ចប់ការសិក្សាអនុវិទ្យាល័យរបស់គាត់អ្នកដទៃណែនាំឲ្យគាត់គ្រាន់តែពាក់ខោខៅបាយនិយាយថាវាមិនសំខាន់ទេប៉ុន្តែនៅពេលការសុំឲ្យគាត់យកស្រាបៀរពីទូទឹកកក Rocky មានការភ្ញាក់ផ្អើលដោយឃើញឈុតមួយរចេញនៅទីនោះជាកំណែពី Rusty និងមិត្តភក្តិរបស់នាងក្នុងក្រុម Tax នៅពិធី Rocky ឈ្នះរង្វាន់ធំបំផុតសម្រាប់សមត្ថភាពការសិក្សាស្ទើរទាំងអស់ធ្វើឲ្យគ្រួសារនិងមិត្តភក្តិរបស់គាត់រីករាយពួកគេឈរឡើងនឹងតាក់ដៃដោយមោទនភាពឈរនៅកំណាត់ដោយថ្នាក់ទាំងមូលនឹងស្លៀកសម្លៀកបំពាក់លហ៊ុយពេញពិធីបញ្ចប់ការសិក្សាគាត់បញ្ចប់ការសិក្សាដោយជាតារាម្នាក់បន្ទាប់ពីពិធីបញ្ចប់ការសិក្សា Rocky ឃើញក្មេងស្រីសក់តុងដែងពីថ្នាក់របស់គាត់ហើយនាងប្រាថ្នាឲ្យគាត់មានរដូវក្តៅដ៏អស្ចារ្យបរិរដែលគាត់បង្រៀនគួរក៏នៅជាមួយនឹងដែរហើយ Rocky មានអារម្មណ៍ឈ្នានីសបន្តិចចំពោះទំនាក់ទំនងរបស់ពួកគេដោយប្រាថ្នាថាគាត់ក៏អាចមានមិត្តស្រីដែរមិនយូរប៉ុន្មានជីដូនជីតារបស់ Rocky មកលេងហើយគាត់រីករាយដែលបានជួបពួកគាត់នៅខាងក្នុង Gas ស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅប៉ុន្តែរាសធីមិនឃើញមាននៅកន្លែងណាទេប្រហែលជាទៅប្រើគ្រឿងញៀនទោះបីជាគ្រួសាររបស់នាងតែងតែមិនយល់ស្របនឹងសកម្មភាពរបស់នាងក៏ដោយខណៈពេលដើរជុំវិញផ្លូវរបៀងជីតារបស់ Rocky បានជួបរាសធីហើយនាងនិយាយសួស្ដីទៅគាត់មិនយូរប៉ុន្មាននៅក្នុងផ្ទះបាយឪពុកចាប់ផ្ដើមរិះគន់នឹងវិនិច្ឆ័យជំរឿសជីវិតរបស់រាសធីដោយប្រយោលគាត់រំលឹកពីពេលដែលគាត់រៀបចំការជួបសម្រាប់រាសធីជាមួយនឹងសហការីសំខាន់ម្នាក់របស់គាត់និងរបៀបដែលរាសធីបង្ហាញខ្លួនមិនសមរម្យជាមួយនឹងឈុតនិងការតុបតែងខ្លួននៅថ្ងៃសម្ភារដោយខឹងនឹងឪពុករបស់នាងដែលមានអំណាចនឹងវិនិច្ឆ័យភាពតានតាំងពេញបន្ទប់របៀងគ្រួសារទាំងពីរភាពស្ងាត់ស្ងៀមទៅបានបញ្ចប់នៅពេល Rocky រកឃើញសម្បត្តិការប្រកួត Dodger ក្នុងទស្សនាវដ្តីមួយដែលដាក់ដោយជីតារបស់គាត់រីករាយហើយសួររាសធីថាតើគាត់អាចទៅជាមួយគាត់បានឬទេពួកគេទាំងពីរចេញទៅយ៉ាងលឿនហើយរាសធីងាកទៅរកថ្នាំរបស់នាងអូទេមិនមែនថ្នាំម្ដងទៀតទេរាសធីយើងធ្វើបានល្អណាស់មកទល់ពេលនេះបោះបង់បេសកកម្មនេះទៅGap ព្យាយាមប្រាប់នាងថានាងមិនគួរធ្វើដោយនោះទេរំលឹកនាងថាឪពុករបស់នាងតែងតែធ្វើឲ្យនាងឆាប់ខឹងប៉ុន្តែនាងមិនគួរចាញ់ទេទោះយ៉ាងណាក៏ដោយរាសធីឆ្លើយតបដោយចិត្តត្រជាក់នេះជំរុញឲ្យ Gap ចាក់ចេញពីបន្ទប់និងទុកនាងក៏នៅម្នាក់ឯងក្រោយមកនៅយប់នោះ Rocky និងជីដូនជីតារបស់គាត់ត្រឡប់មកផ្ទះវិញដើម្បីជូនគាត់ទោះបីជាយ៉ាងណានៅខាងក្នុង Gap ខឹងរាសធីវង្វេងស្មារតីទាំងស្រុងនិងស្ថិតនឹងភេពស្រវឹងគ្រឿងញៀនខ្លាំងនាងហាក់ដូចជាបាត់បង់សតិនិងមើលទៅមិនប្រំពៃណាទីឪពុកម្ដាយរបស់នាងមើលនាងដោយក្តីខកចិត្តពីងកម្លាំងកាន់បាល់បេសបលកន្លងដៃរបស់នាងគប់វាទៅឪពុករបស់នាងគាត់មិនយល់ថាហេតុអ្វីហើយគប់វាត្រឡប់ទៅនាងវិញទោះបីជាយ៉ាងណានាងគប់វាម្ដងទៀតដោយកំហឹងបង្ហាញពីការស្អប់របស់នាងចំពោះគាត់នាងពិតជានិយាយថាចាប់យករបួសចិត្តពីចំនួនមួយទៅចំនួននេះប៉ាភាពតានតឹងកើនឡើងហើយជីដូនជីតាសម្រាប់ចិត្តឈប់សម្រាកហើយចាក់ចេញបន្ទាប់ពីពួកគេចាក់ចេញទៅ Rocky សួរនាងថានាងបានធ្វើអ្វីគាត់ស្ដីបន្ទោសនាងរំលឹកនាងថានាងបានសន្យាមិនប្រើគ្រឿងញៀនម្ដងទៀតជាពិសេសមិនមែននៅចំពោះមុខឪពុកម្ដាយរបស់នាង
Rusty ខកចិត្តហើយ Rocky សួរថាហេតុអ្វីបានជានាងដាក់គាត់ឲ្យឆ្លងកាត់រឿងទាំងអស់នេះគាត់សម្រេចចិត្តមិននៅផ្ទះពេញមួយរដូវក្តៅដូច្នេះគាត់ទទួលយកការងារជាជំនួយការអ្នកប្រឹក្សានៅជំរំឌីជាប់សម្រាប់កុមារពិការភ្នែកហើយចាក់ចេញពីផ្ទះជាលើកដំបូងនៅពេលមកដល់សិស្សចុះពីឡានក្រុងហើយតម្រៀបជួរសម្រាប់ពិនិត្យវត្តមានសម្លឹងមើលជុំវិញតំបន់លូភ្នែករបស់ Rocky ត្រូវបានទាញចំណាប់អារម្មណ៍ទៅរកក្មេងស្រីពិការភ្នែកសក់ទង់ដៃថ្មីម្នាក់ដែលស្អាតគ្រប់គ្រាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់គាត់យប់នោះខណៈពេលនៅលើគ្រែ Rocky ជួបប្រទះនឹងការឈឺក្បាលធ្ងន់ធ្ងរមួយក្នុងចំណោមការឈឺក្បាលធ្ងន់ធ្ងរដែលធ្វើឲ្យគាត់យំនិងញើសយ៉ាងខ្លាំងគាត់សរសៃកំណាប់ដូចគ្នាដើម្បីរងាប់ខ្លួនឯងថ្ងៃបន្ទាប់គាត់ជួយក្មេងប្រុសពិការភ្នែកវ័យក្មេងនៅក្នុងការប្រកួតហើយនៅពីក្រោយនៅពេលគាត់ឃើញក្មេងស្រីពិការភ្នែកនៅឆ្ងាយនាងកំពុងមើលថែសេះហើយគាត់ចូលទៅជិតនាងដើម្បីចាប់ផ្ដើមសន្ទនាគាត់ឃើញនាងហើយចូលទៅក្នុងរបៀបដោយព្រះរាជបុត្រា Disney ខ្ញុំស្ទើរតែរំពឹងថាសេះនឹងចាប់ផ្ដើមច្រៀងគាត់ណែនាំខ្លួនគាត់ខាត់ជា Rocky ហើយនាងប្រាប់គាត់ថាឈ្មោះរបស់នាងគឺ Diana Adams គាត់និយាយថានាងមើលទៅដូចជា Alice នៅឯ Wonderland ប៉ុន្តែនាងនិយាយថានាងមិនដែលឃើញនាងទេនាងនិយាយថានាងមានសេះនៅផ្ទះនឹងជាញាក់ចូលចិត្តសេះបន្ទាប់ពីចូលចែកគ្នាមើលផ្លែតនាងសូមឲ្យគាត់នាំនាងទៅពិសាអាហារថ្ងៃត្រង់ហើយ Rocky យកព្រមដោយរីករាយនៅផ្ទះវិញ Rusty ព្យាយាមសរសេរសម្បត្តិទៅកូនប្រុសរបស់នាងដែលនាងនឹករលឹកយ៉ាងខ្លាំងនិងមានអារម្មណ៍សំទោសចំពោះគាត់នាងសូមឲ្យ Gabby ជួយនាងសរសេរវាប៉ុន្តែចុងក្រោយនាងបែកធ្លាយអារម្មណ៍មិនអាចទប់ទឹកភ្នែករបស់នាងបានល្អហើយគ្មានការលេងសើចនៅទីនោះទេគ្រាន់តែជាម្ដាយម្នាក់ដែលកំពុងព្យាយាមសំទោសកូនរបស់នាងរឿងនេះធ្វើឲ្យឈឺចាប់ណាស់ក្រោយមកយើងឃើញ Diana និង Rocky ជីសេះ Diana រៀបរាប់ពីរបៀបដែលនាងមិនអាចកំណត់ពណ៌បានព្រោះនាងកើតមកពីការភ្នែកហើយគ្មានបរិបទថាពណ៌ជាអ្វីខណៈពេលសម្រាប់នៅមាត់សមុទ្រ Rocky ប្រាប់នាងអំពីមិត្តរបស់គាត់ Ben និងរបៀបដែលពួកគេសបិនថាទៅទស្សនាអឺរ៉ុបថ្ងៃណាមួយសន្សំលុយសម្រាប់ការធ្វើដំណើរនឹងអ្វីៗពួកគេជជែកគ្នាម្នាក់ផ្លេតហើយចែកផ្លែប៉ោមជាមួយគ្នានៅចំណុចមួយ Rocky និយាយអំពីស្ថានភាពរបស់គាត់ទៅ Diana ជំងឺដែលធ្វើឲ្យមុខរបស់គាត់មើលទៅមិនពិតប្រាកដដោយចង់ដឹង Diana ព្យាយាមប៉ោះនឹងសម្ងាត់មុខរបស់គាត់ប៉ុន្តែគាត់បញ្ឈប់នាងបន្ទាប់ពីស្ទើរផ្ទើយូរហើយគាត់ឲ្យនាងប៉ោះគាត់ហើយនាងសម្ងាត់គ្រប់អង្គររបស់មុខរបស់គាត់ទោះបីជាវាអាចមានអារម្មណ៍មិនស្រួលក៏ដោយ Rocky ចង់ដឹងថានាងនេះអ្វីដែលនិយាយបន្ទាប់មកមិនយូរប៉ុន្មានរូបថតរបស់ពួកគេត្រូវបានថតជាមួយគ្នាជាផ្នែកមួយនៃការចងចាំរបស់ជំរំហើយពួកគេទាំងពីររៀបអិរិយាបថសម្រាប់អនុស្សាវរីយ៍ក្រោយមកនៅថៃនោះ Rocky និយាយដោយឡែកជាមួយចុងភៅហើយនាំ Diana ទៅផ្ទះបាយដោយសន្យាថានឹងបង្ហាញនាងនៅអ្វីមួយគាត់ចង់ជួយនាងឲ្យយួនពីពណ៌តាមរយៈការប៉ះជាដំបូងគាត់ឲ្យនាងនៅថ្មក្លាសេហើយនិយាយថាវាពណ៌ខៀវបន្ទាប់មកគាត់ឲ្យនាងនៅថ្មក្តៅមួយហើយប្រាប់នាងថាវាពណ៌ក្រហមហើយនៅពេលវាត្រជាក់វានឹងក្លាយជាពណ៌ផ្កាឈូកនោះជាការបញ្យល់ល្អណាស់ Rocky គាត់បានបំលែងទ្រឹស្ដីពណ៌ទៅជាថ្នាក់រៀនដ៏អស្ចារ្យ Bob Brass និងមានមោទនភាពបន្ទាប់មកគាត់បានឲ្យនាងនៅកណ្ដាស់សម្លៃនិងប្រាប់នាងថាវាទន់ដូចខ្នើយដែលមានពណ៌សឥឡូវនេះ Diana មានបរិបទដើម្បីយល់អំពីពណ៌និងនេះគឺជារឿងដ៏ស្រស់ស្អាតនៅពេលយប់មានពិធីរំលែកនិងមនុស្សគ្រប់គ្នាកំពុងរំរួមទាំង Diana និង Rocky គាត់សារភាពថាយប់នេះគឺជាអនុស្សាវរីយ៍ដែលគាត់នឹងចងចាំជានិច្ចនិងមិនអាចបំភ្លេចបានវាជាការអបអរសាទរឆ្នាំថ្មីនិងពួកគេរាប់ថយក្រោយជាមួយគ្នាដើម្បីស្វាគមន៍ឆ្នាំថ្មីបរិយាកាសមានភាពតានតឹងនិង Rocky ផ្អៀងខ្លួនទៅថើមនាងដែលជាអ្វីដែលនាងចង់បានផងដែរវាជាលើកដំបូងរបស់គាត់ដូច្នេះគាត់មានអារម្មណ៍ភ័យខ្លាំងប៉ុន្តែនៅស្ងប់គ្រប់គ្រាន់ដើម្បីបញ្ជូនការថើបទៅកាន់នាងបន្ទាប់មកមានការថើបដ៏ក្តៅក្រកយមួយដែលមានរយៈពេលយូរជាង2វិនាទី Rocky បានធ្លាក់ចូលអន្លង់ស្នេហ៍នាងរួចហើយនៅពេលដែលការបោះជំរំបញ្ចប់ឪពុកម្ដាយរបស់ Diana មិនសប្បាយចិត្តនឹងឃើញ Rocky នៅក្បែរនាងពួកគេកាន់តែខឹងខ្លាំងនៅពេលដឹងថាអ្នកទាំងពីរកំពុងស្ថិតក្នុងទំនាក់ទំនងជាគូស្នេហ៍ជារបៀបណាមួយពួកគេជឿថា Rocky កំពុងឆ្លៀតឱកាសពីភាពពិការភ្នែករបស់ Diana ជាការទឹកណាស់ឪពុកម្ដាយគិតថា Rocky ជាមនុស្សអាក្រក់នេះជាអកប្បកិរិយាធម្មតារបស់អ្នកមាននៅក្នុងខ្សែភាពយន្ត Hallmark ប៉ុន្តែ Diana ដែលស្លូតត្រង់នឹងចិត្តក្លោគ្រាន់តែមើលឃើញភាពស្រស់ស្អាតនៃអត្តចរិតរបស់ Rocky ប៉ុណ្ណោះនាងស្នើឲ្យគាត់បន្តទូរស័ព្ទមកនាងជាញឹកញាប់និងគាត់សន្យាថានឹងធ្វើប៉ុន្តែអារម្មណ៍របស់គាត់ធ្លាក់ចុះពីព្រោះគាត់មានអារម្មណ៍ថាពួកគេគ្មានអនាគតទេជាពិសេសនៅពេលដែលមានឪពុកម្ដាយរបស់នាងរៀមរាំងមិនយូរប៉ុន្មាន Rusty និងក្រុមរបស់នាងបានមកដល់និងជួបជុំជាមួយ Rocky ដែលរីករាយ Rusty បាននឹកគាត់ខ្លាំងណាស់សូម្បីតែ Gaga ក៏រីករាយនឹងឃើញគាត់ផងដែរ Rusty ប្រាប់គាត់ថានាងបានសម្អាតគ្រឿងរបស់នាងដោយកៅអៅជឹងមានន័យថានាងបានឈប់ប្រើគ្រឿងញៀនទាំងស្រុង Rocky ប្រាប់ពួកគេអំពីមិត្តស្រីថ្មីរបស់គាត់និងមនុស្សគ្រប់គ្នាអបអរសាទរគាត់និយាយថា Diana ស្អាតនិងឆ្លាតវៃហើយនាងស្រឡាញ់គាត់សម្រាប់អត្តចរិតពិតរបស់គាត់ Rusty អបគាត់ដោយរីករាយដែលក្តីសុបិនរបស់គាត់បានសម្រេចនៅទីបំផុតនៅផ្ទះបន្ទាប់ពីច្រើនថ្ងៃមក Rocky និយាយថាគាត់បន្តទូរស័ព្ទទៅ Diana ប៉ុន្តែឪពុកម្ដាយរបស់នាងតែងតែប្រាប់គាត់ថានាងមិននៅផ្ទះទេ Rocky កាន់តែខកខ្លាំងឡើងនៅពេលដែលមិត្តរបស់គាត់ឈ្មោះ Ben ប្រាប់គាត់ថាគាត់ផ្លាស់ទៅរស់នៅជាមួយឪពុករបស់គាត់នោះបញ្ចប់ក្តីសុបិនរួមរបស់ពួកគេនៅក្នុងការធ្វើដំណើរទៅអឺរ៉ុប
បែននិយាយថាគាត់មិនត្រឡប់មកវិញទេនឹងផ្ដល់ឲ្យ Rocky នៅចំណាយប្រាក់ធ្វើដំណើររបស់គាត់ដោយស្នើឲ្យ Rocky អាចទៅម្នាក់ឯងប៉ុន្តែនោះគ្រាន់តែធ្វើឲ្យ Rocky ខឹងប៉ុណ្ណោះពួកគេឆ្លុះគ្នាហើយ Rocky ដែលកំពុងខឹងបោះប្រាក់ទៅ Ben និងហៅគាត់ថាល្ងងម្យ៉ាងទៀតនោះជាធម្មពលប្រភេទឯងស្លាប់សម្រាប់អញហើយពួកគេទាំងពីរត្រូវការអន្តរាគមន៍មិត្តភាពជាបន្ទាន់មិនយូរបំផុត Rusty ចូលមកបញ្ឈប់ការឆ្លុះគ្នាមុនពេលវាកាន់តែធ្ងន់ធ្ងរហើយ Ben ចាកចេញទាំងទឹកភ្នែកព្យាយាមកែសម្រួលកិច្ចការនេះ Rocky លើកទូរស័ព្ទឡើងនិងទូរស័ព្ទទៅផ្ទះ Diana ម្ដងទៀតម្ដាយរបស់នាងឆ្លើយតបនិងផ្ដល់ការលើកលែងដូចគ្នានៅពេលដែលគាត់សួរថាតើ Diana ដឹងទេថាគាត់បានទូរស័ព្ទមកនាងនិយាយថាបាទចាដោយគិតថា Diana កំពុងមើលរំលងគាត់ Rocky ធ្លាក់ទឹកចិត្តនិងយំប៉ុន្តែការពិតគឺឪពុកម្ដាយរបស់នាងមិនប្រាប់ Diana អំពីការទូរស័ព្ទទេនិងកំពុងព្យាយាមរក្សាពួកគេឲ្យនៅឆ្ងាយពីគ្នាមិនយូរបំផុត Rocky ត្រឡប់ទៅសាលារៀនវិញខណៈពេលដដាក្នុងផ្លូវរបៀងសិស្សម្នាក់បានចំអកគាត់និងប្រាប់គាត់ថាមុខរបស់គាត់គឺជារបាំងនិងគាត់គួរតែដោះវាចេញ Rocky ស្រាប់តែខឹងច្របាច់ជន់សម្រិតទល់នឹងទូសម្ភារៈនិងការពារខ្លួនគាត់ក្រោយមកនៅផ្ទះ Gar ចែករំលែកព័ត៌មានដ៏កំសត់បញ្ជូនគ្រួសារសមាជិកក្រុមថើកម្ញឹកឈ្មោះ Red បានស្លាប់ជាការរំលឹកក្រុមបានជួបជុំគ្នានិងផ្ដល់ការអំពាវនាវលាសមរម្យដល់គាត់ពួកគេលេងហ្គីតានិងបានកំភ្លើងឡើងទៅអាកាសជាផ្នែកនៃប្រពៃណីរបស់ពួកគេ Rocky អង្គុយនៅម្នាក់ឯងមានអារម្មណ៍តក់ស្លុតនិងប្រហែលជាគិតអំពីជីវិតខ្លីរបស់គាត់ផងដែរនៅផ្ទះ Rocky យកប្រាក់ធ្វើដំណើរដែលបានសន្សំនិងស្លៀកពាក់និយាយថាគាត់ត្រូវការទៅកន្លែងណាមួយ Gar និង Rusty អនុញ្ញាតឲ្យគាត់ទៅហើយគាត់ប្រើប្រាក់នោះទិញសម្បត្តិរថយន្តក្រុងគាត់ឆ្លងកាត់ទីក្រុងទៅកាន់ Foxtail Stable ជាកន្លែងដែល Diana ចិញ្ចឹមសេះរបស់នាង Diana ភ្ញាក់ផ្អើលនិងរីករាយនឹងឃើញគាត់នៅពេលដែលពួកគេនិយាយគ្នាដោយឡែកនាងដឹងថាឪពុកម្ដាយរបស់នាងបានលាក់ការទូរស័ព្ទរបស់ Rocky នាងក៏ប្រាប់គាត់ផងដែរថានឹងចាក់ចេញទៅសាលារៀនសម្រាប់មនុស្សពិការភ្នែកនៅថ្ងៃច័ន្ទវាជាឱកាសដ៏ល្អសម្រាប់នាងដោយរក្សាការវិជ្ជមាន Rocky រំលឹកនាងថាក្តីស្រឡាញ់របស់ពួកគេគឺគ្មានទីបញ្ចប់និងនិយាយថាពួកគេអាចរត់គេចជាមួយគ្នាក្នុងការស្រមៃរបស់ពួកគេបានជានិច្ច Diana ប្រាប់គាត់ថានាងពិតជាស្រឡាញ់គាត់និងមិនដែលភ្លេចពេលវេលាណាដែលពួកគេបានចែករំលែកគ្នានៅជុំបុំ Rocky មានអារម្មណ៍ដូចគ្នានិងពួកគេបានថប់គ្នាម្ដងទៀតរឿងតែមួយគត់ដែលខ្វាក់ជាង Diana គឺក្តីសង្ឃឹមរបស់ខ្ញុំថាពួកគេនឹងបានរួមរស់ជាមួយគ្នាដោយរបៀបណាមួយនៅពេល Rocky ត្រឡប់មកផ្ទះវិញគាត់និយាយថាគាត់មានអារម្មណ៍មិនស្រួលខ្លួននិងចុះគេងដេកពីដំបូងសូម្បីតែមុនពេលក្រុមចាក់ចេញនៅខឹងបន្ទប់របស់គាត់យកមកចូលចេញពីផែនទីអឺរ៉ុបរបស់គាត់ដោយគ្មានហេតុផលច្បាស់លាស់ប្រហែលជាគ្រាន់តែជាអារម្មណ៍មួយគាត់ចូលគេងនិងព្យាយាមដេកបន្ទាប់ពីអ្នកដទៃចាក់ចេញ Rusty ស្ងាត់ពិនិត្យមើលគាត់កំពុងគេងលក់ប៉ុន្តែខ្សឹបថាក្បាលរបស់គាត់ឈឺ Rusty ចាក់ចេញដោយស្ងាត់ស្ងៀមនិងបិទទ្វារដោយប្រាថ្នាឲ្យគាត់ដេកលក់ដោយសុខសាន្តនៅព្រឹកបន្ទាប់ Gar ចេញទៅធ្វើកិច្ចការ Rusty ទទួលបានការទូរស័ព្ទពីនរណាម្នាក់ដែលសួររក Rusty នាងនិយាយថាគាត់នៅសាលារៀនប៉ុន្តែក្មេងប្រុសនៅលើខ្សែទូរស័ព្ទនិយាយថាគាត់ក៏មិននៅទីនោះដែរដោយមានអារម្មណ៍បារម្ភ Rusty ដើរចូលទៅក្នុងបន្ទប់របស់ Rocky នាងបាក់បែងនូននិងព្យាយាមដាស់គាត់និយាយថាវាកំពុងហួរមកប៉ុន្តែ Rocky មិនកម្រើកនៅពេលនាងប៉ះគាត់រាងកាយរបស់គាត់ត្រជាក់និងនៅស្ងៀមនាងដឹងពីអ្វីដែលបានកើតឡើងនាងយល់ថា Rocky បានចាប់ឲ្យចិនហើយដោយទឹកភ្នែកនាងទៅបន្ទប់ទទួលភ្ញៀវដើម្បីធ្វើឲ្យខ្លួនឯងស្ងប់នាងស្វែងរកថែមក្របឬសញ្ញាណាមួយប៉ុន្តែរកមិនឃើញអ្វីបន្ទាប់មកនាងចាប់ផ្ដើមបំបែកអ្វីដោយមិនអាចគ្រប់គ្រងភាពក្រៀមក្រំភ័យខ្លាចនិងកំហឹងរបស់នាងសន្សឹមបមូលអារម្មណ៍ខ្លួនឯងនិងត្រឡប់ទៅបន្ទប់ Rocky វិញអង្គុយក្បែរសាកសពរបស់គាត់នាងអនុញ្ញាតឲ្យខ្លួនឯងយំម្ដងទៀតបន្ទាប់មកភ្នែករបស់នាងក្រឡេកមកផែនទីដែលគាត់ផ្លាស់បំពេញដោយក្តីសម្បត្តិនៃការធ្វើដំណើរមួយជួរត្រូវបានខ្ចាត់ខ្ចាយប៉ុន្តែនាងយកពូវាមកដាក់លើផែនទីវិញម្ដងម្នាកដោយថ្នមក្រោយមកនៅឯភ្នែករបស់គាត់ Rusty ឈរដោយស្ងាត់ស្ងៀមមើលភាពក្រៀមក្រំនៅក្នុងភ្នែករបស់នាងប៉ុន្តែក៏មានអារម្មណ៍សុខសាន្តនៅក្នុងបេះដូងរបស់នាងផងនាងដឹងថា Rocky ទីបំផុតមានសេរីភាពហើយសេរីភាពទៅកាន់គ្រប់ទីកន្លែងដែលគាត់ឆុងទៅដោយដែលគាត់តែងតែសុបិនវិញ្ញាណរបស់គាត់ឥឡូវនេះធ្វើដំណើរដោយគ្មានព្រំដែន